សួស្តីបងអូនបាទថ្ងៃនេះខ្ញុំមានមនស្រែចំនួន1ក្បាលបងអូន1គីឡូ2ខាំបាទថ្ងៃនេះធ្វើម្ហូបបែបទុកស្រែទៀតទេបាទគឺមនបំពងគុលក្រីប្រៃផ្អែមបងប្អូនហ្នឹងហើយបងប្អូនជាដំបូងយើងចាប់តាមធ្វើមនឲ្យស្អាតមកយើងបោចឲ្យស្អាតហើយយើងចិញ្ច្រាំវាហើយយើងយកមកមួយបំពងជាមួយខ្លាញ់យើងបាទឲ្យរហូតដល់ក្រៀមបាទបន្ទាប់មកយើងមានខ្ទឹមសហើយនឹងគល់ក្រីលឹកឧស្សាហ៍យំដេងនិងម្ទេសបាទយើងត្រៀមទុកដើម្បីយើងបំពងវាបាទហើយយើងចាប់តាមបំពងមកឲ្យក្រៀមបន្តិចមកបងប្អូនបាទយើងមើលទៅកុំក្រៀមឡើងពេកបើល្មមណាយើងអាចប៊ូសទុកទៅបាទឃើញទេហើយយើងប៊ូសទុកហើយចាប់ដើមយើងបំពងជាមួយគល់ស្លឹកគ្រៃរំដេងហើយនឹងល្ពូចសើចសិនបាទយកតដាក់ម្ទេសចូលទេបងប្អូនបងទេចាំដាក់ជាមួយខ្ទឹមនៅតាមក្រោយបាទបន្ទាប់មកយើងចាប់ដើមដួសខ្លាញ់ចេញមកយើងសល់ខ្លាញ់បន្តិចយើងចាប់ដើមដាក់គល់ក្រីរំដេងឬសាច់ចូលទៅវាពោវាក្រៀមបន្តិចហើយចាប់ដើមដាក់ខ្ទឹមហើយនឹងម្ទេសចូលដើម្បីយើងឆាវាបានវាឈ្ងុយបន្តិចចាប់ដាក់សាច់មាន់ចូលបងប្អូនដាក់សាច់មាន់ចូលហើយយើងបើកភ្លើងរឹមណាបងប្អូន6មុនឆ្អិនស្រាប់ហើយបាទហើយយើងចាប់ដើមដាក់គល់ក្រីលឹកឧស្សាហ៍រំដេងដាក់ចូលមកហើយយើងចាប់ហើយបន្ទាប់មកយើងចាប់ដើមវាយគ្រឿងចូលបាទគ្រឿងមានដូចជាប្រេងខ្យងទឹកត្រីប៊ីចេងហើយនិងស្ករសយើងដាក់មកទៅតាមហ្នឹងណាបងប្អូនណាបាទតែយើងបើកភ្លើងរឹមបានហើយដើម្បីយើងឆាវាចូលជាតិជាមួយសាច់ជាមួយគ្រឿងនេះបាទព្រោះមកនឹងឆ្អិនស្រាប់ហើយបងប្អូនឲ្យយើងឆាបែបយើងស្ងួតហ្នឹងបងប្អូនបាទយើងស្ងួតយើងឆាត្រឡប់វាបន្តិចទៀតមកបាទបងប្អូនបាទហើយយើងមើលវាយើងស្ងួតល្អហើយបងប្អូនយើងចាប់ដើមដួសដាក់ចានណាបងប្អូនដួសចានហើយយើងនេះបងប្អូនមើលបាទហើយបាទឆ្អិនហើយបាទដូចរាល់ហើយបាទរសជាតិដឹងថាឆ្ងាញ់ 100% បងប្អូនបាទឆ្ងាញ់ហ្មងប្រៃផ្អែមពីឈ្ងុយគល់ក្រីលឹកបំផាយំដេងហ្នឹងហើយបងប្អូនបាទសូមអរគុណច្រើន